សុភីជាក្មេងស្រីអាយុ13ឆ្នាំជាកូនទី1ក្នុងចំណោមបងប្អូន3នាក់ដែលមានឪពុកម្ដាយជាកសិករក្រីក្រថ្ងៃមួយឪពុកបានហៅសុភីមកផ្ដាំថាកូនស្រីមានឪពុកពេលពុកមិននៅកូនត្រូវជួយមើលថែប្អូននិងម្ដាយព្រមទាំងជីដូនផងព្រោះម្ដាយកូនមានជំងឺប្រចាំកាយឯជីដូនក៏កាន់តែចាស់ជរារីឯប្អូនវិញក៏នៅតូចគឺមានតែកូនម្នាក់គត់ជាភ្នែកជាច្រមុះជំនួសពុកសុភីស្ដាប់ហើយសួរឪពុកវិញថាចុះពុកគិតចង់ទៅណាពុកមិននៅស្រែទៀតទេពុកទៅរកការងារធ្វើនៅឯព្រំដែនមិនដឹង1ឆ្នាំឬ2ឆ្នាំទៅពុកមកវិញពុកនឹងសន្សំលុយឲ្យបានច្រើនសិនណាកូនក្រែងជីវភាពគ្រួសារយើងធូរធារជាងនេះសុភីឮហើយរលីងរលងទឹកភ្នែករួចផ្ដាំថាតែពុកកុំភ្លេចពួកកូនពុកត្រូវតែត្រឡប់មកផ្ទះវិញមែនហើយពុកនឹងមករកកូនវិញក្រោយពីឪពុកផ្ដែផ្ដាំនិងសំណេះសំណាលជាមួយកូនរួចហើយក៏ចេញដំណើរទៅក្រោមក្រសែភ្នែកដ៏សែនកំសត់របស់ប្រពន្ធកូនតាមមើលគាត់រហូតទាល់តែដាច់កន្ទុយភ្នែកក្រោយពីឪពុកចាក់ចេញទៅបាត់បន្ទុកក្នុងគ្រួសារត្រូវធ្លាក់លើសុភីទាំងស្រុងក្រៅពីការសិក្សាសុភីឆ្លៀតពេលទៅស៊ីឈ្នួលបោកខោអាវនិងរែកទឹកឲ្យគេឯស្រែចម្ការសុភីដើរធ្វើប្រវាសជាមួយនឹងអ្នកភូមិគ្រាន់បានស្រូវខ្លះដាក់ជំរុកនៅពេលវិស្សមកាលសុភីទៅទទួលនំក្រូចនំចេកបុកទូលដើរលក់ពីភូមិមួយទៅភូមិមួយទៀតរហូតដល់ល្ងាចគ្រាន់បានប្រាក់ខ្លះជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃព្រោះម្ដាយនាងមានជំងឺធ្វើការមិនកើតឯជីដូនក៏កាន់តែចាស់ជរា2ឆ្នាំក្រោយមកគ្រួសារសុភីខំរំពឹងចាំឪពុកត្រឡប់មកវិញថ្ងៃមួយមានបរិសម្នាក់បានមកប្រាប់ម្ដាយសុភីថាឪពុកសុភីបានស្លាប់នៅក្នុងប្រទេសថៃបាត់ទៅហើយថ្ងៃក្រោយមកទៀតមានគេនិយាយថាឪពុកសុភីមានប្រពន្ធក្រោយទៀតហើយបញ្ហានេះធ្វើឲ្យសុភីរែងកង្វល់គិតរាល់ថ្ងៃនាងតែងយំដឹងហើយហៅឪពុកនាងឲ្យត្រឡប់មកវិញពុកអើយតើពុកនៅទីណាពុកស្លាប់ឬរស់តើពុកមានប្រពន្ធចង់ក្បត់ម៉ែបោះបង់កូនចោលហើយមានទេខ្ញុំចង់ឃើញពុកណាស់រីឯម្ដាយសុភីក្រោយពីឮដំណឹងអកុសលបែបនេះមកណាមួយមានជំងឺប្រចាំកាយផងគាត់គិតបារម្ភសោកសង្រេងរហូតពេលខ្លះខ្លាចជាមនុស្សវិកលចរិតតាំងពីម្ដាយនាងធ្លាក់ខ្លួនជាមនុស្សវិកលចរិតមកធ្វើឲ្យសុភីកាន់តែមានការលំបាកក្នុងជីវិតចេះតែដើរលក់នំផងធ្វើការផ្ទះផងធ្វើការសាលាផងហើយត្រូវមកតាមថែម្ដាយដែលតែងតែអង្គុយសើចយំម្នាក់ឯងជួនដើរចេញពីផ្ទះបាត់សុភីបានទៅជួបលោកនាយកសាលាហើយសុំការអនុញ្ញាតលោកគ្រូខ្ញុំសូមឈប់រៀនហើយព្រោះគ្មានអ្នកណាមើលថែម្ដាយខ្ញុំទេម្យ៉ាងវិញទៀតខ្ញុំរវល់ដើរលក់នំដើម្បីជីវភាពគ្រួសាររបស់ខ្ញុំសុភីយើងមិនឲ្យឯងឈប់រៀនទេឯងជាសិស្សពូកែនិងមានសិលធម៌ល្អម្នាក់ដែរឆ្នាំក្រោយនេះឯងត្រូវប្រឡងចូលអនុវិទ្យាល័យហើយប៉ុន្តែលោកគ្រូបញ្ហាគ្រួសារខ្ញុំគ្រូដឹងថាឯងមានផលវិបាកក្នុងគ្រួសារដូច្នេះលោកគ្រូនឹងជួយសម្រាលរាល់អវត្តមាននិងសំណូមពរឲ្យសិស្សក្នុងសាលាជួយវិភាគទានមនុស្សធម៌ដល់ឯងខ្លះដើម្បីយកទៅផ្គត់ផ្គង់ដល់គ្រួសាររបស់ឯងក្រោយពីលោកនាយកសាលាមានចិត្តសន្តោសដល់នាងមកសុភីហាក់ដូចជាមានទឹកចិត្តបន្តិចឡើងវិញប្រលប់ថ្ងៃមួយបន្ទាប់ពីនាងត្រឡប់មកពីលក់នំវិញមកដល់ផ្ទះក៏បាត់ម្ដាយសុភីសួរជីដូនថាលោកយាយម៉ែខ្ញុំទៅណាយាយមិនដឹងទេម្ដាយឯងបាត់ខ្លួនតាំងពីព្រឹកយាយពពីមបែបនេះទៅតាមម៉ែឯងមិនទាន់ទេ
ពត់ថោម៉ែខ្ញុំនៅណាសុភីប្រញាប់រត់ទៅរកម្ដាយក្នុងភូមិរហូតដល់វាលស្រែនាងគិតបារម្ភខ្លាចម្ដាយវង្វេងស្មារតីទៅចងកសម្លាប់ខ្លួនឬក៏លង់ទឹកស្លាប់ដោយប្រការណាមួយនាងដើរបណ្ដារត់បណ្ដាយំផងស្រែកផងសួរចាស់ថាមីងពូមានឃើញម្ដាយខ្ញុំទេពូមិនឃើញទេមីងក៏មិនឃើញដែរប្រឡប់បន្តិចសុភីបានជួបក្មេងៗខ្វៀលគោក៏សួរថាអូនមានឃើញម្ដាយបងទេម្ដាយបងជានរណាសុភីរៀបរាប់ភិនភាកក្មេងប្រុសម្នាក់ឆ្លើយថាខ្ញុំមិនបានឃើញមនុស្សបែបនេះទេតែខ្ញុំបានឃើញខ្មោចឆៅនៅក្នុងខ្ទមរខិរខាម្ដងយំម្ដងសាយក្រហមបន្តិចធ្ងរបន្តិចដំឡើងភ្នែកលៀនដណ្ដាតមានស្រមោលស្ទង់សក់កន្ទ្រីងកន្ទ្រើងពួកខ្ញុំរត់មិនទាន់ទាំងបាត់ភ័យផងក្មេងប្រុសម្នាក់ទៀតនិយាយថាមែនហើយបងខ្ទមនោះប្រហែលជាមានខ្មោចព្រាយមែនហើយខ្មោចព្រាយនោះណៃណានាំបងទៅមើលពួកខ្ញុំមិនហ៊ានទៅទេបងទៅម្នាក់ឯងចុះសុភីឮហើយស្រោតដំណើរទៅកន្លែងនោះភ្លាមសុភីទៅដល់ខ្ទមនោះតែដឹងថាជាម្ដាយស្ថិតក្នុងទីងងឹតស្ទង់សុភីស្រែកហៅម្ដាយម៉ែទៅផ្ទះយើងវិញម្ដាយឮសំឡេងសុភីមិនបានដឹងថាជាសំឡេងកូនទេក៏ស្ទុះមកបោកភ្នែកធំក្រហមដាក់កូនទាំងកំហឹងនាងឯងយកប្តីអញទៅណាឬក៏នាងឯងជាអ្នកសម្លាប់ប្តីអញគាត់ក៏ស្ទុះមកច្របាច់កសុភីក្នុងកាយវិការដូចជាខ្មោចឆៅសុភីប្រឹងរើបំរាស់ទាញដៃម្ដាយចេញដោយទឹកភ្នែកហូររហាមខំនិយាយលួងលោមម្ដាយថាម៉ែខ្ញុំទេខ្ញុំជាកូនស្រីរបស់ម៉ែណាសុភីពោលបាត់នេះពីរបីដងទើបម្ដាយស្វាងអារម្មណ៍ដឹងថាកូនរួចក៏យំអោបគ្នាសុភីគ្រាម្ដាយត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវមានភ្លៀងរលឹមស្រេចមិនដាច់សោះធ្វើឲ្យសុភីនិងម្ដាយទៅទឹកជោកមកដល់ផ្ទះឃើញជីដូននិងប្អូនអង្គុយរហង្សពួកគេត្រេកអរយ៉ាងក្រៃលែងនៅពេលឃើញម្ដាយនិងបងស្រីត្រឡប់មកវិញនៅក្នុងខ្ទមក្រោមពន្លឺចង្គៀងប្លង់សុភីបានផ្លាស់ប្ដូរសម្លៀកបំពាក់រួចសិតសក់ឲ្យម្ដាយហើយនាំម្ដាយទៅសម្រាកនៅលើគ្រែជប់ហួយមកដណ្ដប់ក្នុងអាការៈម្ដាយកំពុងក្តៅខ្លួនរងាញាស់ទៅត្រឹកសុភីនិយាយថ្នមទៅកាន់ម្ដាយថាម៉ែសម្រាកសិនចុះចាំកូនទៅដាំបបរឲ្យម៉ែពិសាសុភីទៅដាំបបររួចយកមកបញ្ចុកម្ដាយប៉ុន្តែជាការឥតប្រយោជន៍ម្ដាយនាងហូបបានតែពី3ម៉ាត់ក៏ក្អួតចេញមកវិញហើយមានអាការៈប្រែជាក្តៅត្រឡប់ត្រលិនមមាញសុភីដឹងថាម្ដាយខ្លួនមានអាការៈមិនស្រួលក៏ប្រញាប់រត់ចេញទៅក្រៅសុភីបានទៅប្រាប់អ្នកជិតខាងឲ្យមកជួយម្ដាយខ្លួនលោកពូអ្នកមីងជួយម៉ែខ្ញុំផងគាត់ក្តៅខ្លួនខ្លាំងណាស់ភ្លាមនោះចាស់មួយចំនួនក៏ទៅជម្រាបប្រធានភូមិនិងប្រធានសហគមន៍ពួកគេបានដឹកម្ដាយសុភីទៅកាន់មន្ទីរពេទ្យហើយគ្រូពេទ្យបានព្យាបាលនិងឲ្យលេបថ្នាំសម្រួលអារម្មណ៍ធ្វើឲ្យម្ដាយសុភីបានធូរស្បើយហើយសម្រានលក់ទៅសុភីដេកកំដរម្ដាយជួយដោកន្សែងទៅទឹកគ្របក្បាលឲ្យម្ដាយហើយអង្គុយបក់ផ្លិតឲ្យម្ដាយរហូតចិត្តភ្លឺក៏បានក្រាបដេកក្បែរចុងជើងម្ដាយមួយស្របក់ទៅថ្ងៃនេះថ្មីត្បិតតែសុភីអត់ងងុយកំដរម្ដាយឈឺពេញមួយជប់មែនតែនាងសប្បាយចិត្តណាស់ព្រោះជំងឺម្ដាយបានធូរស្រាលជាងមុនបន្ទាប់ពីចេញពីសាលារៀននាងបានទៅលក់នំដូចសពដងកូនសិស្សនិងអ្នកភូមិដែលបានដឹងរឿងសុភីនាំគ្នាអាណិតនាងជួយទិញនំនាងគ្មានសល់ពេលត្រឡប់មកវិញនាងបានអង្គុយក្រោមម្លប់ឈើសញ្ជឹងគិតថាប្រាក់ដែលចំណេញបានបន្តិចបន្តួចនិងប្រាក់កម្រៃជួយធ្វើការឲ្យគេនោះនៅតែមិនគ្រប់គ្រាន់សម្រាប់ជីវភាពគ្រួសារដល់ពេលណាម៉ែឈឺធ្ងន់តែខ្ញុំបានលុយឯណាទិញថ្នាំព្យាបាលឲ្យគាត់សំណួរនេះធ្វើឲ្យសុភីគិតថា
ត្រូវតែសម្រេចចិត្តឈប់រៀនហើយទៅសុំមេភូមិនិងមេឃុំឲ្យជួយធ្វើសម្បត្តិកំណើតថែមអាយុឲ្យគ្រប់18ឆ្នាំដើម្បីទៅធ្វើការកម្មការនីរោងចក្រប៉ុន្តែការគិតរបស់នាងបានផលជាអវិជ្ជមានព្រោះនាងតូចពេកហើយម្យ៉ាងគ្មានអ្នកណាមើលថែម្ដាយជីដូននិងប្អូនឡើយ3ខែក្រោយមកនាយកសាលាព្រមទាំងប្រធានសហគមន៍បានចូលរួមសហការគ្នារកដំណោះស្រាយជួយសុភីគេបានរាយការណ៍ទៅថ្នាក់លើរហូតដល់រាជធានីភ្នំពេញម្ដាយសុភីត្រូវបានអង្គការសង្គ្រោះជនក្រីក្រនិងស្ត្រីមានវិបត្តិយកទៅមណ្ឌលថៃរក្សាព្យាបាលជំងឺសរសៃប្រសាទធ្វើឲ្យសភាពគ្រួសារសុភីបានធូរស្រាលមួយកម្រិត1ឆ្នាំក្រោយមកម្ដាយសុភីបានជាសះស្បើយស្ទើរតែទាំងស្រុងប៉ុន្តែគាត់នៅតែបន្តការលេបថ្នាំជាប្រចាំរាល់ថ្ងៃថ្នាំនោះត្រូវមកបើកនៅមន្ទីរពេទ្យរុស្ស៊ីរៀងរាល់ខែបវេសនាការឆ្នាំថ្មីសុភីបានប្រឡងជាប់អនុវិទ្យាល័យក្នុងវ័យ15ឆ្នាំសុភីត្រូវមានឈ្មោះជាសិស្សគំរូប្រចាំស្រុកក្នុងការរៀនសូត្រនិងការតស៊ូដើម្បីគ្រួសារនាងសប្បាយចិត្តណាស់ដូចជាមានជីវិតសាជាថ្មីព្រោះម្ដាយនាងឥឡូវនេះគាត់អាចធ្វើស្រែចម្ការបានអាចមើលថែប្អូនបានសុភីបដិញ្ញាចិត្តថានាងនឹងខិតខំរៀនសូត្ររហូតបានក្លាយជាគ្រូបង្រៀននៅក្នុងសាលាឃុំស្រុកនេះនាងតែងតែអប់រំដល់ប្អូនរបស់នាងឲ្យខិតខំរៀនសូត្រព្រោះជីវិតមិនត្រូវពឹងតែលើពលកម្មនោះទេទោះបីជាយើងជាក្មេងកំព្រាឪពុកឬម្ដាយហើយក្រីក្រយ៉ាងណាក៏ដោយ